បានសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅលើខ្សែវីដេអូមួយនេះហើយនេះគឺជាសកម្មភាពបាទពុកម៉ែបងប្អូនមកធ្វើការបាទពូនភ្នំខ្សាច់នៅទីវត្តដែលជាថ្ងៃរៀបនឹងចាប់ផ្ដើមបញ្ចប់បាទនៅមួយថ្ងៃទៀតទើបទាញព្រ័ត្រកាលណាទាញព្រ័ត្រទើបចប់បាទថ្ងៃទី2ដែលធ្វើឡើងគឺពូនភ្នំខ្សាច់បន្ទាប់ពីការបិទផ្កាប្រាក់បានហែប្រតិសិនជុំវិញព្រះវិហារហើយគឺយើងចាប់ផ្ដើមពូនភ្នំខ្សាច់ហើយដល់ពេលថ្ងៃស្អែកមួយថ្ងៃទៀតទើបយើងដាក់បាតឆ្លងបាទទាញព្រ័ត្រហើយក៏មានការលេងវេក្អមនិងរំបាសធំបាសស្គរដៃទៅតាមចំណូលចិត្តទីវត្តផ្សេងហើយពិធីនៃការពូនភ្នំខ្សាច់នេះគឺតែងតែប្រពធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីផ្ដាច់កម្មចាស់ផ្លាស់ចូលឆ្នាំថ្មីដើម្បីឲ្យមានសិរីសួស្តីហើយបើសិនជាយមរាជចង់មកយកអាយុជីវិតមនុស្សលោកគឺតលតែរាប់បាទភ្នំខ្សាច់នេះអស់សិនបាទរាប់គ្រាប់ខ្សាច់នឹងអស់ទើបអាចយកបានបើសិនជារាប់មិនអស់ទេគឺមិនអាចយកអាយុជីវិតមនុស្សលោកបានទេហើយខ្ញុំនិយាយនេះគឺនិយាយទៅតាមចាស់បរមរាណកាលទេហើយមួយទៀតសារៈសំខាន់មួយទៀតគឺបានយកដីមកចូលទីវត្តអារាមដើម្បីឲ្យវត្តអារាមរបស់យើងនឹងកាន់តែមានភាពស្រស់ស្អាតបាទមានទីទួលយើងបន្ថែមកន្លែងណាដែលយើងចង់បន្ថែមបាទហើយសូមអរគុណ